ជម្រាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ត្រាម៉ានីថ្ងៃនេះផងដែរត្រាម៉ានីមានរឿងនិទានថ្មីមួយមកចែករំលែកឲ្យប្រិយមិត្តស្ដាប់និងទស្សនាក្រោមចំណងជើងថាម៉ោង 2:13 នាទីភ្លៀងធ្លាក់ខ្លាំងនៅយប់មួយខ្យល់ត្រជាក់បក់កាត់បង្អួចចាស់ៗនៃផ្ទះជួលមួយនៅជាយក្រុងនៃខេត្តបាត់ដំបងតារាជានិស្សិតស្រីឆ្នាំទី1ដែលទៅនឹងផ្លាស់មករស់នៅផ្ទះជួលម្នាក់ឯងម្ចាស់ផ្ទះជួលបានទទួលរាក់ទាក់នាងយ៉ាងរីករាយប៉ុន្តែគាត់បែរជាបន្សល់ឃ្លាមួយឲ្យនាងប្រយ័ត្នប្រយែងទៅវិញម្ចាស់ផ្ទះបានប្រាប់នាងមុននឹងចេញទៅថាបើឮសំឡេងគោះទ្វារម៉ោង 2:13 កុំបើកទ្វារឲ្យសោះតារាគិតថាវាគ្រាន់តែជារឿងលេងសើចរបស់ម្ចាស់ផ្ទះដើម្បីកុំឲ្យនាងចេះដឹងរឿងគាត់ច្រើនមកលើអ្នកជួលថ្មីដូចជានាងប៉ុណ្ណោះចៃដន្យនាងជាមនុស្សដែលរឹតតែហាមរឹតតែចង់ដឹងយប់ដំបូងតារាគ្មានអ្វីកើតឡើងចំពោះនាងទេយប់ទី2ក៏ស្ងប់ស្ងាត់ពិតណាស់ម្ចាស់ផ្ទះនៃបន្ទប់ជួលពិតជាលេងសើចនាងពិតមែនតែយប់ទី3តារាភ្ញាក់ពីដំណេកភ្លាមនាឡិកាទូរស័ព្ទបង្ហាញឲ្យឃើញម៉ោង 2:13 AM បេះដូងនាងចាប់ផ្ដើមលោតញាប់សំឡេងគោះទ្វារនោះមិនខ្លាំងទេតែវាយឺតហើយទៀងទាត់ដោយមនុស្សឈរនៅមុខទ្វារតាក់អ្នកណានាងសួរទាំងសំឡេងញ័រតិចគ្មានអ្នកឆ្លើយនាងដើរយឺតទៅជិតទ្វារហើយមើលតាមរន្ធចន្លោះតូចមួយនៃទ្វារគ្មាននរណានៅខាងក្រៅទេតារាដកដង្ហើមធូរចិត្តបន្តិចតែពេលនាងត្រឡប់ក្រោយតាក់សំឡេងនោះក៏ឮពីក្នុងបន្ទប់គេងវិញនាងឈប់ដង្ហើមភ្លាមរកថាមិនត្រូវភ្លើងក្នុងបន្ទប់ចាប់ផ្ដើមភ្លឹបភ្លែតតាក់សំឡេងគោះលើកនេះគឺឮចេញពីក្រោមក្រែម្ដងតារាថយក្រោយយឺតស្រាប់តែទូរស័ព្ទក្នុងដៃនាងរោឡើងលេខអនាមិកដែលនាងមិនស្គាល់បានខលចូលមកនាងលើកឆ្លើយទាំងដៃញ័រតិចអាឡូអ្នកណាគេសំឡេងម្ខាងទៀតស្ងាត់ឈឹងតារាចាប់ផ្ដើមប្រមូលស្មារតីមកវិញរួចក៏បញ្ជាក់ម្ដងទៀតថាអ្នកណាគេហ្នឹងបើមិននិយាយខ្ញុំដាក់ចោះវិញហើយថាហើយតារាបំរុងនឹងចុចបិទស្រាប់តែកុំមើលក្រោមក្រែទីបំផុតអ្នកម្ខាងទៀតក៏ឆ្លើយមកវិញដោយសំឡេងខ្សោធ្វើឲ្យយើងដឹងថាជាសំឡេងមនុស្សស្រីតារាភ័យរហូតស្ទើរតែស្រែកនាងក៏រត់ទៅបើកទ្វារបន្ទប់បំរុងនឹងរត់ចេញតែទ្វារមិនរបកសោះដូចមានអ្វីមួយទាញវាពីខាងក្រៅអញ្ចឹងបន្ទាប់មកមានសំឡេងខ្សឹបពីក្រោមក្រែនាងបានមើលរួចហើយមែនទេតារាយំហើយរត់ទៅជ្រុងបន្ទប់ភ្លើងក៏រលត់ភ្លាមភាពងងឹតស្ងាត់ស្ទើរឈប់ដង្ហើមបន្ទាប់ពីប៉ុន្មានវិនាទីនាងមានអារម្មណ៍ថាមានអ្វីមួយកំពុងវាយឺតលើពីដានសំឡេងក្រចកកោសក្រឹកតារាលើកពៅទូរស័ព្ទឡើងលើពីដានមានស្ត្រីម្នាក់សក់វែងខ្មៅកោងខ្លួនជាប់ពីដានដូចសត្វពីងភ្នែករបស់នាងខ្មៅទាំងមូលមាត់ញញឹមរហែកដល់គុំត្រចៀកហើយនាងសឹកថាទីបំផុតមានអ្នកបើកទ្វារឲ្យយើងចូលហើយហាសំឡេងស្រីរបស់តារាឬកាត់ភ្លៀងយប់នោះហើយបន្ទាប់មកក៏ស្ងាត់ឈឹងព្រឹកថ្ងៃបន្ទាប់តារាភ្ញាក់នៅលើក្រែដោយគ្មានអ្វីដែលកើតឡើងនាងគិតថាវាជាការនឿយហត់អំពីការរៀនសូត្ររបស់នាងទៅធ្វើឲ្យយល់សប្តិបែបនេះតែនាងបែរជាឃើញស្នាមក្រចកជាប់លើជញ្ជាំងដោយមិនអស់ចិត្តនាងបានទៅសើបសួររកអ្នកជិតខាងនៃផ្ទះដាក់ឲ្យជួលនេះដើម្បីស្វែងរកការពិតអ្នកជិតខាងម្នាក់ដែលមានវ័យចំណាស់បាននិយាយប្រាប់នាងថាអ្នកជួលមុននៅផ្ទះនេះតែងតែបាត់ខ្លួនដោយគ្មានមូលហេតុដោយសារតែម្ចាស់ផ្ទះមានទ្រព្យសម្បត្តិទៅព្យាយាមបិទព័ត៌មានគម្រាមក្រុមគ្រួសារអ្នកដែលបាត់ខ្លួនមិនឲ្យលេចឮសូម្បីតែយាយជាមនុស្សចាស់ហើយក៏គេហាមដូចគ្នាហើយបើចៅស្ដាប់យាយចៅឆាប់រើចេញទៅកាន់តែល្អកាន់តែឆាប់ណាចៅថាហើយគាត់ឲ្យនាងអានកាសែតចាស់មួយលើទំព័រមានរូបស្ត្រីម្នាក់ឈ្មោះសុភាដែលស្លាប់ក្នុងផ្ទះនោះកាលពី10ឆ្នាំមុនគេនិយាយថាមុនស្លាប់នាងតែនិយាយថាមានអ្នកគោះទ្វាររាល់យប់អានចប់សពគ្រប់នាងក៏លាលោកយាយទៅបន្ទប់វិញរសៀលបន្តិចបន្ទាប់ពីនាងចេញពីរៀននាងបានឆែករកមើលក្នុងទូខោអាវដែលម្ចាស់ផ្ទះមិនឲ្យនាងរពឹសបើកមើលវាផ្ដេសផ្ដាសនោះឡើយកាយចុះកាយឡើងនាងក៏ឃើញមានកូនកាមេរ៉ាចាស់មួយវាមានសភាពចាស់ទៅតាមអាយុកាលហើយប៉ុន្តែតារាព្យាយាមរកកន្លែងសាកភ្លើងមួយសន្ទុះមុននឹងបើកកាមេរ៉ានោះយប់ឡើងនាងក៏ព្យាយាមបើកកាមេរ៉ានោះម្ដងទៀតសំណាងរបស់នាងកាមេរ៉ានោះពិតជាដំណើរការពិតមែននាងបានឃើញមានវីដេអូមួយដែលមានដាក់ឈ្មោះថាសុភាដោយមិនបង្អង់យូរនាងក៏ចុចមើលក្នុងវីដេអូសុភាយំហើយនិយាយថាវាមិនមែននៅក្រៅទ្វារទេវានៅក្នុងផ្ទះនៅក្នុងបន្ទប់ជាមួយយើងស្ងាត់បន្តិចស្រាប់តែក្នុងវីដេអូមានស្រមោលខ្មៅឈរពីក្រោយសុភា
តារាបញ្ចប់វីដេអូភ្លាមៗតែពេលនាងងាកក្បាលសន្សឹមមើលតាមរយៈចុងកន្ទុយភ្នែកស្រមោលដូចគ្នាកំពុងឈរនៅជ្រុងបន្ទប់ពិតមែនតារារហ័សបិទភ្នែកវិញភ្លាមរួចតាំងក្នុងចិត្តថាវាជាការស្រមើស្រមៃគិតផ្ដេសផ្ដាស់របស់នាងប៉ុណ្ណោះលើโลกនេះគ្មានខ្មោចពិតនោះទេថាហើយខ្យល់មួយវឹបក៏ប៉ះនឹងផ្ទៃមុខនាងរួចនាងក៏ចាប់ផ្ដើមបើកភ្នែកសន្សឹមមកវិញឃើញថាសភាពបន្ទប់គឺនៅធម្មតាព្រឹកឡើងតារាបានទៅសួរម្ចាស់ផ្ទះផ្ទាល់ម្ចាស់ផ្ទះសារភាពថាពិតជាមានបន្ទប់មួយនៅជាន់ក្រោមដែលគេចាក់សោមិនឲ្យនរណាចូលពិតមែនគាត់បានទិញពីម្ចាស់ម្នាក់ទៀតកាលពី3ឆ្នាំមុនម្ចាស់ផ្ទះនោះបន្តថាផ្ទះនេះលក់ហើយនឹងដូរម្ចាស់ច្រើនគ្នាណាស់គ្រប់ម្ចាស់ផ្ទះតែងតែនិយាយប្រាប់តគ្នាថាមិនត្រូវចេះដឹងរឿងណាដែលឥតប្រយោជន៍នោះទេបើគេហាមហើយស្ដាប់គេទៅមិនចេះខុសនោះឡើយទៅធ្វើឲ្យគាត់មិនហ៊ានសូម្បីតែគិតថាចង់ចូលទៅរកការពិតស្ដាប់រួចនាងក៏មកផ្ទះនឹងវិញទាំងចិត្តនាងមិនដាច់ស្រឡះដោយនិស្ស័យចង់ចេះចង់ដឹងចង់ឃើញបណ្ដាលឲ្យនាងរមើសពីសម្ដីដាស់តឿនរបស់លោកយាយចំណាស់ម្នាក់និងម្ចាស់ផ្ទះនោះតារាបានលបចុះទៅទីនោះម្នាក់ឯងទាំងភ័យខ្លាចដើរបានបន្តិចតារាប្រទះឃើញនៅលើទ្វារមានស្នាមសរសេរពណ៌ក្រហមកុំឲ្យវាចេញមកឲ្យសោះពេលនាងបើកទ្វារក្លិនស្អុយខ្លាំងបុកមុខភ្លាមពេលនាងបើកទ្វារក្លិនស្អុយខ្លាំងបុកមុខនាងភ្លាមក្នុងបន្ទប់នោះមានរូបថតមនុស្សជាច្រើនដែលបានបាត់ខ្លួនហើយគ្រប់រូបថតសុទ្ធតែមានម៉ោង 2:13 AM ស្រាប់តែទ្វារបិទគាំងពីក្រោយឬសូរតែផាំងតារាជាប់ក្នុងបន្ទប់ងងឹតឈឹងតារានាងព្យាយាមរកពិលដែលនាងបានដាក់មកនាងឮសំឡេងដង្ហើមពីលើក្បាលរបស់នាងពេលលើកពិលឡើងមានមនុស្សជាច្រើនវាលើពីដានភ្នែកខ្មៅទាំងអស់មាត់វិញបើកធំពួកគេខ្សឹបតែមួយឃ្លាស្រស់គ្នាថានាងត្រូវនៅជាមួយពួកយើងក្នុងចំណោមពួកគេតារាឃើញមានសុភាតែសុភាបែរជានិយាយប្រាប់នាងថារត់ទៅមុនម៉ោង 2:13 នាទីតារារត់ចេញពីផ្ទះទាំងភ្លៀងធ្លាក់ខ្លាំងនាងគិតថារួចផុតហើយតែពេលទៅដល់ផ្ទះមិត្តភក្តិនាឡិកាបង្ហាញ 2:13 AM មិត្តភក្តិនាងបើកទ្វារគ្មាននរណានៅខាងក្រៅទេតារារកឃើញការពិតចុងក្រោយ10ឆ្នាំមុនមានស្ត្រីម្នាក់ត្រូវគេសម្លាប់ក្នុងផ្ទះនោះវិញ្ញាណនាងមិនអាចចេញបានទេដោយត្រូវការអ្នកបន្ទាប់មកជំនួសរាល់អ្នកដែលឮសំឡេងគោះទ្វារគឺត្រូវបានសម្គាល់រួចហើយយប់ចុងក្រោយតារាសម្រេចចិត្តដុតផ្ទះទាំងមូលភ្លើងឆេះឡើងខ្ពស់សំឡេងស្រែកពេញក្នុងផ្ទះតារាញញឹមទាំងទឹកភ្នែកគិតថាវាបានបញ្ចប់ហើយតែពេលនាងមើលទូរស័ព្ទមានសារថ្មីមួយលោតមកលើអេក្រង់ទូរស័ព្ទរបស់តារាអរគុណដែលបានដោះលែងពួកយើងស្រាប់តែមានដៃត្រជាក់មួយប៉ះស្មានាងពីក្រោយហើយសំឡេងខ្សឹបចុងក្រោយឮក្បែរត្រជាក់ថាឥឡូវអ្នកគឺជាអ្នកគោះទ្វារហើយតបអរគុណប្រិយមិត្តទាំងអស់គ្នាដែលកំពុងស្ដាប់និងទស្សនា Channel ត្រាមនីរឿងដែលបាននិទានគ្រប់រឿងជាការនិពន្ធចេញពីស្នាដៃនៃខ្ញុំផ្ទាល់ប្រសិនបើប្រិយមិត្តទាំងអស់គ្នាពេញចិត្តសូមជួយ Subscribe ឲ្យម្នាក់មួយផងចាប៉ុន្តែបើមិនពេញចិត្តទេមិនបាច់ចុចអីក៏បានដែរចាអរគុណជម្រាបលាចាំជួបគ្នានៅសាច់រឿងក្រោយៗទៀត